តោះឥឡូវនេះគឺយើងបានចូលមកដល់អេពីសូតទី2របស់យើងហើយនៃការលេង Survival ដោយការសាងសង់ផ្ទះហ្នឹងគឺថាដំណាំនិងរបស់របរខ្ញុំឥឡូវហ្នឹងគឺថាវារៀងច្រើនជាងមុនហើយឥឡូវនេះគឺខ្ញុំទៅធ្វើជាមួយនឹងកន្លែងដាំស្រូវព្រោះស្រូវរបស់យើងគឺវារៀងច្រើនដែរដល់មកនេះយើងធ្វើកន្លែងដាំយើងដាក់រៀបវារបរអញ្ចឹងទៅយើងនឹងដាំវានៅក្នុងហ្នឹងយើងរៀបរបងពេញហើយយើងចាប់ផ្ដើមដើរកាប់ដីដើម្បីយើងចាក់ទឹកដើម្បីកុំឲ្យដាំទៅវាស្ងួតគឺថាកន្លែងរបស់យើងនឹងគឺវារៀងធំដែរដល់ពេលយើងដាក់ដាំទៅគឺវាបានផលច្រើនឥឡូវនេះគឺថាយើងរាស់ដីដើម្បីដាក់ដាំហ្នឹងទៅដីរបស់យើងហ្នឹងគឺថាយើងដាក់រាស់ប៉ុណ្ណឹងសិនហើយដើម្បីកុំឲ្យវាបង្ការយើងដាក់រាស់ច្រើនពេកទៅវានឹងសល់ព្រោះគ្រាប់ពូជរបស់យើងវាមានទេ60ជាងនោះទេយើងយកវាដាក់ដាំហ្នឹងទៅដោយយើងដាក់ដាំនេះគឺថាយើងដាក់ដាំវាខ្លះទុកខ្លះយើងទុកដាំថ្ងៃក្រោយទៀតហើយដាំនេះគឺថាមន់វាចូលមកហើយមេឃហ្នឹងគឺចិត្តយប់ទៀតហើយដល់ពេលអញ្ចឹងយើងដាំមិនសូវជាបានច្រើននោះទេកាត់មកថ្ងៃស្អែកមកទៅមកមើលដំណាំក្រត់យើងដូចជាអត់ទាន់ទុំល្អណាស់ប្រហែលទេមើលទៅគឺក្រត់នេះគឺខ្ញុំបានពូជមកពីនេះពេលវាយពូជស៊ុំប៊ីងាប់ទៅគឺថាវាតម្លាក់ក្រត់ឲ្យមួយដល់ពេលអញ្ចឹងយើងបានពូជមកដល់ពេលដើមល្ពៅនេះគឺបានពីកន្លែងពួក spawner របស់ zombie គឺខ្ញុំទៅម៉ាញរ៉ែនៅក្រោមហ្នឹងក៏បានជួបជាមួយនឹង spawner មួយហើយ spawner ហ្នឹងខ្ញុំក៏បានរៀបចំហើយដែរឥឡូវនេះគឺយើងដាក់ដាំក្រត់វិញទៅយើងកាប់ហើយដើម្បីកុំឲ្យវាដាច់ពូជគេថាយើងទឹកតែបានទេ39នោះទេអានេះគឺខ្ញុំខំដាក់ជីដាក់អីផងដើម្បីយើងបានតែប៉ុណ្ណឹងបើក្រត់នេះគឺបានផលច្រើនយើងនឹងចាប់ផ្ដើមចិញ្ចឹមជ្រូកមួយទៀតហើយឥឡូវនេះគឺថាវាអត់ទាន់សម្បូរណាប្រហែលទេគឺយើងដាក់ដើមតែប៉ុណ្ណឹងបានហើយឥឡូវគឺសុំមកមើលចកាអំពៅតិចហើយដោយចកាអំពៅនេះគឺខ្ញុំបានបរិយាវាដាក់ប៉ុណ្ណឹងមើលទៅគឺយើងគ្រប់គ្រាន់អាចលំមផលិតជាមួយនឹងភៅអីបានហើយឥឡូវនេះគឺយើងចាប់ផ្ដើមទៅបន្តដំណើរទៅផ្ទះរបស់យើងវិញចំណែកអាចចូលមកដល់ក្នុងផ្ទះរបស់យើងវិញគឺថាសុំផលិតឈើខ្លះឲ្យដើម្បីយើងផលិតជាមួយនឹង pickaxe យើងចោះតម្លាញជាមួយនឹងរ៉ែមួយចំនួនក្នុងហឹបនេះគឺថាមើលទៅវ៉ាន់ឡើងកនួលទឹកកនួលដីហើយឥឡូវយើងចាប់ផ្ដើមតម្លាញជាមួយនឹងរ៉ែនៅខាងក្រោមមកទៅកន្លែងចោះតម្លាញរ៉ែហ្នឹងគឺថាខ្ញុំអត់បាន record ទេដោយសារតែកំពុងតែចោះតម្លាញម៉ាយហ្នឹងคลิกមើល record គឺថាដាច់ record ឥឡូវយើងចូលមកដល់កន្លែងយើងចាប់ផ្ដើមមើលជាមួយនឹងកន្លែងដីសាងសង់រោងសត្វរបស់យើងណាដោយកន្លែងនោះវារាំងដីនៅចង្ហុកឥឡូវយើងមកផលិតជាមួយនឹងនេះទៅដោយខ្ញុំភ្លេចប្រាប់អ្នកនរគ្នាគឺថាកាលពីខ្ញុំបានលេងហ្នឹងគឺទៅដើររកពួក villager វិញអីតែដោយសារតែវីដេអូវាដាច់ record ដល់ពេលអញ្ចឹងគឺអត់បាន record ឲ្យមើលទេឥឡូវយើងចាប់ផ្ដើមផលិតជាមួយនឹងប៉ែលដើម្បីទៅកាប់ដីយើងដាក់ធ្វើរោងសត្វទាំងអស់គ្នា
អូខេគឺថាដីរបស់យើងរៀបចំបានស្អាតហើយឥឡូវយើងចាប់ផ្ដើមដាក់ជាមួយនឹងទឹកសដើម្បីសាងសង់តែម្ដងទៅគឺឥឡូវនេះគឺខ្ញុំសុំកាត់មកដល់កន្លែងនៅពេលដែលយើងសាងសង់ហើយគឺមើលទៅគឺប៉ុណ្ណឹងយើងសាងសង់នេះគឺយើងដាក់ជាមួយនឹងគោផងក៏ដូចជាជៀមផងនឹងដើរមកមើលជុំវិញផ្ទះដូចជាមិនមានអីទេគឺនេះចេះធ្វើឲ្យតែហើយទៅនឹងអាងយើងបានដាក់សัตว์ចូលមើលទៅគឺថាវាសាមញ្ញធម្មតាទេដបូលក្រហមហ្នឹងហើយពួកស៊ុំប៊ីនេះគឺថាវាតនេខ្លាំងមែនតើពួកវាឃើញវលេចចើខ្ញុំនៅក្នុងទៅវាចង់មកវាយជាមួយនឹងវលេចចើខ្ញុំមើលទៅថារឿងដែលហួសចិត្តមួយទៀតនោះគឺថាដើរមកចូលមកខាងក្នុងនេះគឺពួកវាវាយបំបែកទ្វារខ្ញុំចោលអស់ហើយមើលទៅថាសិតតែស៊ុំប៊ីពេញហ្នឹងគឺអត់ដឹងពួកវាចូលមិននោះទេអ្នកនរគ្នាអាចមើលបានគឺថាមានពួកអាពាក់មួកផងពាក់អាវក្រោះផងគឺពួកនេះគឺពួកអាពាក់អាវក្រោះនេះគឺវាយអត់ចង់ងាប់ទេឥឡូវយើងវាយវាមកទៅងាប់គឺថាអាវក្រោះនេះតាន់មែនតើវាយវាអត់ចង់ងាប់ទេអូខេថាយើងបានសម្រាប់វាចោលអស់ហើយមើលទៅថាវាតាន់មែនតើតើឥឡូវនេះគឺយើងហៅជាមួយនឹងគោយើងដើម្បីចូលក្រមកទៅគឺគោនេះដំបូងចាំតែ3ក្បាលទេដល់ពេលយើងដាក់ស្រូវវាស៊ីយូរទៅកាន់តែឡើងគឺវារៀងចំណេញដែរដែលយើងបានគោច្រើនយើងអាចផលិតជាមួយនឹងសម្ភារៈច្រើនបានច្រើនមែនតើដោយមានដូចជាសាច់ហើយស្បែករបស់វាហ្នឹងគឺថាមានផលប្រយោជន៍មែនតើអាចផលិតបានជាមួយនឹងសភៅអីមកកណោគឺគោសម្ដាក់ខាងកើតហើយមើលទៅគឺថាវាច្រើនមែនតើឥឡូវវាចូលអស់ហើយយើងបិទទ្វារទៅឥឡូវយើងទៅហើយជាមួយនឹងជីមម្ដងជីមរបស់យើងគឺដាក់នៅខាងលិចអូខេរត់ទៅកាប់កន្លែងនេះមកទៅដើម្បីឲ្យវាចេញមកជីមនេះដំបូងគឺតែ2ក្បាលទេដល់ពេលដាក់ចំវាចុះឡើងទៅវាឡើងបានច្រើនយើងដាក់ស្រូវវាស៊ីតោះឥឡូវយើងគៀងវាឲ្យចូលមកទៅគិតថាយើងចំវាបានទាំងច្រើនដែរប្រហែលជា10ក្បាលជាងហើយគៀងវាឲ្យវាចូលមកជីមនេះគឺដាក់ខាងលិចមួយនោះអត់ចង់ចូលចឹងអូខេចូលមកមើលវាទៅគ្នាគឺថាវាដើរចង់រួចទេអូខេអ្នកទាំងអស់គ្នាគឺថាវីដេអូរបស់ខ្ញុំសូមបញ្ចប់តែត្រឹមប៉ុណ្ណឹងហើយដោយថ្ងៃស្អែកចាំយើងចូលវគ្គបន្តរបស់យើងទៀតហើយខ្ញុំពិតជាសូមអរគុណមែនតើដល់សម្រាប់ការទស្សនាអ្នកទាំងអស់គ្នាហើយកុំភ្លេចជួយចុច like ក៏ដូចជាដាក់សញ្ញាកណ្ដឹង Subscribe ឲ្យខ្ញុំអ្នកមួយផងដើម្បីខ្ញុំមានកម្លាំងចិត្តធ្វើវីដេអូបន្តទៀត